បាទសូមជម្រាបសួរបងប្អូនប្រិយមិត្តទស្សនិកជនជាទីមេត្រីបាទហើយដែលខ្ញុំថតនេះគឺជាដើមរាំងភ្នំរាំងភ្នំនេះកើតមានតាំងពីសម័យពុទ្ធកាលមកម្លេះនេះគ្រាន់តែថតចង់បង្ហាញពីបងប្អូនលក្ខណៈសន្តាននឹងដើមហើយមានការហើយនឹងផ្លែការវាស្អាតណាស់បាទផ្លែវារៀងមូនេះបាទមូបាទហើយជាសន្តានវាអញ្ចឹងដើមរាំងភ្នំបាទដែលព្រះសម្មាសម្ពុទ្ធដែលព្រះអង្គទ្រង់ប្រតិនិព្វានក្រោមដើមសារព្រឹកនោះសម័យព្រះពុទ្ធគេថាដើមសារព្រឹកឥឡូវហ្នឹងគេថាដើមរាំងភ្នំបាទសូមអរគុណសូមជម្រាបលាបាទអរគុណច្រើនបាទ